សម្រាប់បងប្អូនដែលចង់បង្កើត page នៅក្នុង BM ណាបាទបង្កើតទុកឲ្យបានច្រើនអញ្ចឹងបងប្អូនធ្វើតាមខ្ញុំមកបងប្អូនចូល setting នៅក្នុង BM បាទបន្ទាប់មកចូលកន្លែង page ចូលកន្លែង page នេះមកនេះឃើញទេបងប្អូនបាទបន្ទាប់មកបងប្អូនទៅកន្លែង generate បាទសម្រាប់ឈ្មោះណាឈ្មោះនេះយើងអាចយកទៅបង្កើត page បានបាទអានេះគេហៅ fake អញ្ចឹងបងប្អូនគ្រាន់តែ copy មកហើយយើងចូលកន្លែង BM យើងវិញយើងចុចកន្លែងពាក្យថា add នេះនៅខាងក្រោមមានពាក្យថា create a new Facebook page បាទអញ្ចឹងបងប្អូនចុចមកចាំមើលបន្តិចទៅដោយសារតែខ្ញុំប្រើ VPN អញ្ចឹងវារៀង slow សិវាបន្តិចអញ្ចឹងយើងផាសឈ្មោះមិញដែលយើង copy យើងផាសចូលមកបន្ទាប់មកកន្លែង category នេះបងប្អូនចង់ដាក់អីក៏បានដែរអានេះខ្ញុំដាក់មួយនេះទៅបាទហើយកន្លែងនេះយើងអាចសរសេរអីក៏បានដែរខ្ញុំដាក់តែប៉ុណ្្នឹងសិនទេហើយនៅពេលដែលយើងយក page post ចាំយើងរៀបចំថែមក៏បានដែរអត់អីទេបាទអញ្ចឹងបន្ទាប់មកយើងចុច next មកហើយយើងចុច create កន្លែងនេះបាទចុច create ហើយបងប្អូនចុចពាក្យថា create page ចាំវាបន្តិចទៅបាទឥឡូវ page យើងបានបង្កើតជោគជ័យហើយបាទយើងចុចពាក្យ done បាទ page នៅខាងលើនេះអញ្ចឹងសម្រាប់បងប្អូនដែលចង់បាន page ច្រើនបងប្អូនអាចបង្កើតនៅក្នុង BM បានហើយការបង្កើតនេះបើសិនជាបងប្អូនបង្កើតមួយចាំវាខ្ទង់កន្លះនាទីទៅមួយនាទីអីទៀតចាំយើងបង្កើតមួយទៀតព្រោះអីបើយើងចុចបង្កើតភ្លាមៗហ្មងគឺវាអត់ឲ្យទេបាទអញ្ចឹងយើងអាចដក clear វាបន្តិចមកបាទចាំបង្កើតថ្មីមួយទៀតសម្រាប់បងប្អូនដែលចង់ដឹងពីរបៀប boot page នៅក្នុង BM ឬក៏បង្កើត ad manager នៅក្នុង BM ណាបងប្អូនអាច comment នៅក្នុងវីដេអូនឹងបានខ្ញុំនឹងចែករំលែកវីដេអូបន្ទាប់ទៀតឲ្យបាទអរគុណ